សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំបាទបញ្ញារទ្ធីថ្ងៃនេះខ្ញុំចង់ចែកចាយនៅចំណេះដឹងមួយចំនួនទាក់ទងទៅនឹងអវិធីសាស្ត្រដែលធ្វើឲ្យយើងអាននៅគ្រប់ភាសាបានតោះឥឡូវយើងចូលទាំងអស់គ្នាអូខេឥឡូវនេះយើងវាយតាក់ទងអំពីអ្វីផ្សេងៗដែលយើង search ដូចជា love អីចឹងទៅអូខេគ្រប់ប្រធានបទវាជាលក្ខណៈអង់គ្លេសឬក៏អារ៉ាប់អេរ៉ង់អីគឺមិនសំខាន់ទេសំខាន់តាក់ទងទៅនឹងយើងអាចអានបានដោយយើងមានតាក់ទង plug in នៅក្នុង Google Chrome គឺយើង set up មកគឺយើងដាក់ទៅអូខេដូចជាអត្ថបទនេះជាដើមអូខេយើងមានអ្នកខ្លះមួយចំនួនមិនសូវជាប្រកែតាក់ទងទៅនឹងការអាននៅអត្ថបទជាភាសាអង់គ្លេសតជំនាញគាត់ថាវាអាចជួយមកកម្រិតណានោះវាអាចត្រូវចំនួន75% ដែលយើងអាចកាត់ន័យយល់ពី60% ទៅ75% ចុះដែលយើងអាចកាត់ន័យយល់យើងចូលplug in របស់យើងដែលយើង set up តិចខ្ញុំបង្ហាញ translate the page មកយើងដាក់ Google translate to ខ្មែរមកយើងអាចអានជាភាសាខ្មែររបស់យើងទាំងម្ដងនេះភាសាខ្មែរអូខេវានឹង translate ឲ្យហើយយើងអាចមើលនេះអត្ថបទមិញអញ្ចឹងអូខេឬក៏យើងចូលទៅភាសាអារ៉ាប់ក៏បានដែរដូចជាយើងឧទាហរណ៍ love ហើយយើងឧទាហរណ៍យើងអានជាលក្ខណៈភូមិអីចឹងណាយើងមានអត្ថបទភូមិយើង research យើងអីតាក់ទងនឹងអត្ថបទភូមិអីផ្សេងយើងអត់ដឹងអក្សរអីញ៉ៃនេះឧទាហរណ៍យើងបើកយ៉ាងមកអូខេមកតមកយើងឲ្យបកប្រែដូចមិញដែរអានឹងប្រហែលតាក់ទងអំពី game អូខេយើងចុចអានេះមកហើយ translate the page មកវានឹង translate ឲ្យយើងដល់ទៅជាអង់គ្លេសប៉ុន្តែយើងត្រូវ set up វា translate this page ហើយ option Boomi to ខ្មែរមកយើងអាច select តោះចំណុចនេះមិនថាជាភាសាអង់គ្លេសឬក៏ជាភាសាអីទេយើងអាច translate បានទាំងអស់GAI JK អូខេនេះខ្មែរយើង translate មកនេះការដួលរលំដូច្នេះត្រូវធ្វើអីចឹងទៅអូខេហើយយើងវាយពាក្យcorrect មិនតាមតែខ្មែរទេវាអាចជាអ្វីទាំងអស់ក៏បានដែរយើងអាច translate អីផ្សេងទៅតាមចំណង់ចំណូលចិត្តដែលយើងចង់បានហើយយើងអាចរៀននៅចំណេះដឹងថ្មីតាក់ទងពីអ្វីក៏បានដែរសំខាន់ឲ្យតែយើងចង់ចេះទោះបីជាយើងមិនចេះភាសាជប៉ុនឬក៏ភាសាអីយើងអាចចូលតាមនឹងហើយយើងអាចដាក់កន្លែង set up នេះយើងចូលកន្លែង setting ដើម្បីដាក់វានៅចំហៀងហ្នឹងអញ្ចឹងយក extension ហើយបន្ទាប់មកយើងយក more extension get extension ហើយយើង search រកពាក្យដាក់ថា Google Translate អញ្ចឹងយើងអាចដាក់បានហើយនេះគឺយើងបាន install ហើយអញ្ចឹងនៅពេលវាចេញនេះមកយើងអាចនេះ add to Chrome ចេញមកពេលនោះវានឹង add ទៅខ្លួនវាចូលផ្ទាល់ add ហើយគឺអូខេទៅក៏ប៉ុន្តែពេលនេះខ្ញុំបានដាក់ហើយបន្ទាប់មកវាចេញនៅខាងលើ function ហ្នឹងតែម្ដងมันមាន wait អ្វីក៏ដោយយើងអាចទៅស្អីបានដែរពេលខ្លះយើងមិនសូវចេះភាសាអង់គ្លេសអីផ្សេងអញ្ចឹងយើងអាច translate វាបានដោយសារចុចប៊ូតុងនេះវាលឿនវាងាយស្រួលបើសិនជាយើងដាក់យក option មកយើងដាក់translate ទៅខ្មែរមកយើងអាច select អញ្ចឹងទៅហើយគឺបានហើយសេវាល្អទីតាំងគឺថាបានចាប់ពី60ទៅ75% នៃត្រូវអញ្ចឹងណាការវិនិច្ឆ័យឡើងវិញសហគមន៍យើងសម្រាប់អ្នកដែលមិនចេះអង់គ្លេសយើងអាចចូលបានបាទអរគុណច្រើនសម្រាប់ការមើលវីដេអូនេះយ៉ាងយកចិត្តទុកដាក់ហើយជួយ share និង like វីដេអូនឹងផង
សូមអរគុណច្រើនសម្រាប់ការទស្សនា